បាទសួស្តីកូនសិស្សទាំងអស់គ្នាមកជួបជាមួយលោកគ្រូសាជាថ្មីដែលយើងចូលដល់មេរៀនទី3ណាគឺមេរៀនដែលនិយាយអំពី present continuous ណា present continuous បាទ present continuous ក៏ជាមេរៀនសំខាន់មួយដែរបន្ទាប់ពីមេរៀនទី2ដែលលោកគ្រូចែករំលែកឬក៏លោកគ្រូបរៀន present simple ណាហើយ present continuous ហ្នឹងវាអត់ស្មុគស្មាញដូច present simple ប្រហែលទេណាវាអត់ស្មុគស្មាញច្រើនទេ present continuous ឲ្យតែយើងចាំណាយើងចាំអីគេណាបងប្អូនកូនសិស្សទាំងអស់គ្នាហ្នឹងហើយអ្វីដែលយើងត្រូវចាំគឺចំណុចសំខាន់របស់វាគឺមានតែ2ចំណុចទេសំខាន់ថា3ចុះបាទណា3ចំណុចទី1ទាំងអស់គ្នាត្រូវចាំថា to be ណាត្រូវកម្មកិរិយាសព្ទ to be នេះហើយនៅក្នុងមេរៀនទី1ណានៅក្នុងមេរៀនទី1 unit 1ខ្ញុំបានចែកចម្លែកម្ដងហើយអញ្ចឹងបើទាំងអស់គ្នាចង់ដឹងថាតើ to be នឹងវាយ៉ាងម៉េចទៅបើកនៅក្នុង unit 1ទៅឃើញហើយណា to be to be គឺមាន am ណាមាន is ហើយនឹងមានare ណានេះបាទមាន am មាន is មាន are បាទអញ្ចឹង to be មានប៉ុណ្ណឹងនៅតែប៉ុណ្ណឹងដដែលទេប៉ុន្តែ to be ថ្ងៃមុនយើងបកប្រែបានណាយើងបកប្រែថាម៉េចយើងបកប្រែថាគឺណាគឺឬក៏នេះណាឬក៏ម៉េចឬក៏ជាហើយយើងអាចបកសរុបមួយទៀតហើយយើងអាចបកណាគឺជាតែម្ដងណាគឺឬក៏ sorry យកចូល font ខ្មែរណាបាទឬក៏គឺជានេះអញ្ចឹងណាបងប្អូនកូនសិស្សទាំងអស់គ្នាហ្នឹងហើយយើងត្រូវចាំអញ្ចឹងណាយើងត្រូវចាំអញ្ចឹង to be ណាខ្ញុំដក clean តិចទៅបាទនេះណាអញ្ចឹង to be វាមានប៉ុណ្ណឹងវាមាន am is are ដូចថ្ងៃមុនដែរហ្នឹងប៉ុន្តែថ្ងៃមុនយើងបកប្រែថាម៉េចយើងបកប្រែថាគឺបកប្រែថាគឺជាឬក៏គឺជាតែថ្ងៃនេះយើងយកអា to be ហ្នឹងអា to be ដែលលោកគ្រូពងបង្ហាញហ្នឹងទៅប្រើជាមួយនឹងអីគេទៅប្រើវាជាមួយនឹង present continue នេះ present continue នេះអញ្ចឹងបើយើងយក to be ទៅប្រើនៅក្នុង present continue នេះអាពាក្យ3ហ្នឹងគឺយើងលែងបកប្រែហើយណាគឺយើងលែងបកប្រែវាហើយតោះនេះទាំងអស់គ្នានេះអាហ្នឹងគឺយើងលែងបកប្រែហើយយើងលុបវាចេញអញ្ចឹងយើងគ្រាន់តែប្រើយើងយកនេះយើងយកអា to be នេះណាយើងយកអា to be កិរិយាសព្ទ to be ប្រមាណនេះណាទាំងអស់ហ្នឹងគឺយើងយកមកប្រើជាមួយអីយើងយកមកប្រើជាមួយនឹង verb ហើយថែម ing នេះយើងយកវាមកប្រើជាមួយនឹង verb ហើយបូកជាមួយនឹង ing ឲ្យវាទៅណាយើងដាក់ ing ឲ្យវាទៅអញ្ចឹងណាអូខេតោះនេះទាំងអស់គ្នាមើលឆ្លើយលោកគ្រូមួយមើលតើអត់ហ្នឹងហើយអញ្ចឹងមានន័យថាយក to be បូកមួយ verb ដាក់ ing ហ្នឹងអាហ្នឹងគឺតកតងទៅនឹង present continue ណាបើយើងចេះប៉ុណ្ណឹងច្បាស់ present continue អាចថាច្បាស់ហើយអាចចាប់ដើមចេះហើយអញ្ចឹងណាហើយតកតងនឹងចំណុចហ្នឹងដែរដូចជាពាក្យ am ហ្នឹងប្រើជាមួយអីគេមួយ I ដដែល he ហ្នឹងsorry មិន he ទេ is ហ្នឹងប្រើជាមួយនឹង he she it នឹងបរោះទី3ឯកវចនៈដដែលប្រើជាមួយyou we they និងនាមពហុវចនៈដដែលណានាមពហុវចនៈដដែលអញ្ចឹងការប្រើប្រាស់នៅតែដដែលទេប៉ុន្តែយើងអត់បកប្រែទេយើងអត់បកប្រែអាពាក្យ3នេះយើងអត់បកថាគឺឬក៏ជាឬក៏គឺជាទេយើងអត់បកទេមូលហេតុអីបានមិនបកពីព្រោះយើងយកអាគេស័ព្ទ3នេះអាគេស័ព្ទ3ហ្នឹងយកវាមកបូកជាមួយនឹងអានេះ verb ing នេះយើងយកវាមកបូកជាមួយគ្នាមកពេលដែលយើងបូកជាមួយគ្នាវាបង្កើតបានជាអត្ថន័យមួយទៀតណាវាបង្កើតបានជាអត្ថន័យមួយទៀតហើយយើងយកវាមកបូកគ្នាមកអាពីរហ្នឹងណាអ
វាបង្កើតបានអត្តន័យមួយទៀតគឺប្រែថាកំពុងមានន័យថាវាកំពុងអញ្ចឹងណាបាទនេះវាបានន័យថាកំពុងយល់ទេទាំងអស់គ្នានេះនេះកំពុងយ៉ាសូរីកំពុងអីគេកំពុងនេះដាក់មកឥឡូវទីហោថាឥឡូវកំពុងទៅណាណាបងប្អូនដាក់មកអូខេកំពុងអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញនៅក្នុង present continuous យើងយក to be មាន am is are បូកជាមួយ verb ing បង្កើតបានជាអត្ថន័យផ្សេងពីមុនខុសពីមុនណាបាទបង្កើតបានអត្ថន័យផ្សេងខុសពីមុនគឺយ៉ាងម៉េចគឺកំពុងឧទាហរណ៍ថាឥឡូវលោកគ្រូកំពុងបរៀនអ្នកទាំងអស់គ្នាតាមអនឡាញអញ្ចឹងមានថាលោកគ្រូកំពុងបរៀនហើយអ្នកទាំងអស់គ្នាកំពុងស្ដាប់លោកគ្រូអញ្ចឹងទាំងអស់គ្នាកំពុងស្ដាប់អញ្ចឹងយើងមានពាក្យកំពុងរហូតតអត់អូខេអញ្ចឹងយល់ឡើងហ្នឹងឯណានេះគឺជាគ្រឹះធំជាងគេនៅក្នុងការប្រើ present continuous បន្ទាប់ពីហ្នឹងមកយើងមើល structure នេះនៅខាងនេះណាបាទនេះ structure វាអញ្ចឹងកាលណាយើងមាន structure ចឹងហើយយើងមានរូបមន្តនេះរូបមន្តដែលលោកគ្រូនិយាយមិញហ្នឹងមាន subject ដែលលោកគ្រូនិយាយពីថ្ងៃមុនណាឃើញថាមេរៀនទី1សំខាន់ណាស់សំខាន់ណាស់អញ្ចឹងយើងត្រូវយល់ subject មុនគេបើចង់ចេះយល់ subject បន្ទាប់ពី subject ហើយយើងយល់កិរិយាសព្ទ to be ឥឡូវដល់ហើយនេះកិរិយាសព្ទ to be ណាមាន am មាន are មាន is នេះគេដាក់អញ្ចេះហើយបន្ទាប់មកយើងបូក verb អី verb ing ហើយបន្ទាប់មកទៀតយើងបូកជាមួយនឹង object មកណា object នេះបាទយើងបូកវាមួយ object ពេលហ្នឹងយើងបង្កើតបានទៅជារូបមន្តហើយនេះអាហ្នឹងឯងគេហៅថារូបមន្តក្នុងការសរសេរប្រយោគកាលអីកាល continuous ហ្នឹងមានន័យថាម៉េចមានន័យថាកំពុងបន្តកាលកំពុងបន្តឧទាហរណ៍នេះឧទាហរណ៍នៅក្រោមនេះ I am working មានន័យថាម៉េចខ្ញុំកំពុងធ្វើការនេះខ្ញុំកំពុងធ្វើការជាទូទៅកូនសិស្សទាំងអស់គ្នាកន្លែងនេះណាលោកគ្រូបញ្ជាក់បន្តិចនេះអាកន្លែងហ្នឹងគេដាក់ object ឬក៏យើងអាចដាក់មួយទៀតថា complement sorry complement ចេះអញ្ចឹងវាអាចមាន object ឬក៏វាអាចមាន complement វាទៀងឯនៅក្នុងប្រយោគអញ្ចឹងពាក្យថា complement មានន័យថាបំពេញអត្ថន័យឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងខ្ញុំឧទាហរណ៍ថានេះខ្ញុំឧទាហរណ៍មកក្រោមនេះចុះខ្ញុំឧទាហរណ៍ថាឥឡូវ C កាលណាខ្ញុំដាក់ប្រធាន C គឺ C is C is អីគេ C is do កិរិយាសព្ទមិនចឹងហើយកិរិយាសព្ទហ្នឹងថែម ing ឲ្យវាទៅនេះ ing ចូលរូបមុនណាអញ្ចឹង she is doing អញ្ចឹងនាងកំពុងធ្វើតើគាត់ធ្វើអីអញ្ចឹងបើគាត់ធ្វើអីហ្នឹងវាអត់មានអត្ថន័យទេគាត់កំពុងធ្វើនឹងធ្វើអីហ្នឹងអញ្ចឹងយើងដាក់មក homework ឧទាហរណ៍អញ្ចឹងអានេះអញ្ចឹង homework គាត់កំពុងធ្វើ homework អញ្ចឹង homework ហ្នឹងថ្នាក់ពាក្យជាអីថ្នាក់ពាក្យវាជានាមអញ្ចឹងពាក្យថ្នាក់ពាក្យជានាមត្រូវគ្នានឹងពាក្យអីត្រូវគ្នានឹងពាក្យថា object ចាំណាអញ្ចឹង object វាគឺជានាមនេះ object ហ្នឹងគឺជានាមតោះណាចាហ្នឹងគឺជា object ហើយចុះអា complement នេះមិនវិញឧទាហរណ៍មួយទៀតចុះឧទាហរណ៍ណាលោកគ្រូឧទាហរណ៍ថា they are ឃើញទេមាន to be មកជាមួយthey are អីគេ they are go to school ណា they are go to school with friend ឧទាហរណ៍ណា they are go to school with friend នេះអញ្ចឹងកាលណាលោកគ្រូឧទាហរណ៍អញ្ចឹងយើងមើលប្រយោគហ្នឹងនៅខាងក្រោយកិរិយាសព្ទនេះយើងមើលអាក្រោយgoing នេះណា going នេះចង់និយាយថានៅកិរិយាសព្ទខាងក្រោយ go នេះខាងក្រោយហ្នឹងមាន verb មាននាមអត់នាមយើងគិតថា school មែនអត់នេះយើងគិតថា school នាមមែនអត់នេះយើងគិតថា school ហ្នឹងនាមអូខេតាមពិតschool ហ្នឹងវាជានាមវាត្រូវអី
ប៉ុន្តែនៅក្នុងហ្នឹងយើងឃើញមានអីពីមុខវាអត់នេះពីមុខវាពីមុខអាហ្នឹងណាបាទយើងឃើញមានពាក្យយើងឃើញមានពាក្យធូមែនទេនេះមានយើងឃើញពីមុខ school មានពាក្យធូអូខេហើយនៅខាងក្រោយមួយទៀតនេះនៅខាងក្រោយមួយទៀត friend ហ្នឹងនាមអត់នាមទៀតណានាមទៀតអញ្ចឹងអានាមហ្នឹងអានាមfriend ហ្នឹងបើយើងគិតទៅយើងថាវាជាកម្មបត្តិហើយដោយសារវាជានាមមិនចឹងវាដូចឲ្យលើនេះអា homework ហ្នឹងប៉ុន្តែអ្នកទាំងអស់គ្នាត្រូវមើលពីមុខវាទៀតពីមុខវានេះពីមុខវាហ្នឹងមានអីពីមុខហ្នឹងមាន with ហើយពីមុខនេះមាន to អញ្ចឹងបើវាមាន with មាន to មានន័យថាពាក្យហ្នឹងវាមិនមែនជានាមសុទ្ធទេព្រោះវាភ្ជាប់ដោយកន្សោមដោយពាក្យឈ្នាប់ clear ណាពាក្យ to និងពាក្យ with អញ្ចឹងសរុបសេចក្តីទៅនេះទាំងអស់ហ្នឹងនេះទាំងអស់ហ្នឹងណានេះអាទាំងអស់ហ្នឹងគ្រូបន្ទាត់ទាំងអស់ហ្នឹងចាប់ពី to ដល់ friend ហើយវាមានហ្នឹងអាហ្នឹងគេហៅថា complement អញ្ចឹងយើងត្រូវយល់ពាក្យថា complement ណា complement គឺជាពាក្យប្រើសម្រាប់បន្ថែមអត្ថន័យប្រយោគឲ្យកាន់តែច្បាស់លាស់នេះអូខេឲ្យកាន់តែច្បាស់លាស់អញ្ចឹងគាត់តែចេះតែប៉ុណ្្នឹងចេះបាត់ហើយនេះចាំមកទម្រង់វាមកហើយទម្រង់វាគ្មានអីពិបាកចាំលោកណាទាំងកូនសិស្សទាំងអស់គ្នាហ្នឹងកូនឯងគិតមើលនេះគាត់ subject លោកគ្រូបញ្យល់ថ្ងៃមុនហើយបើកមើលមេរៀនទី1ឡើងវិញណា subject ជាអីហើយបន្ទាប់មកចាំ to be ហើយបន្ទាប់មក verb នេះ verb អា verb កន្លែងហ្នឹងដាក់ verb អី verb ទៅនេះ verb ណាអូខេយកកិរិយាសព្ទណាមកដាក់ទៅហើយដាក់ ing វាទៅវាខ្លាយទៅជាទម្រង់ continue បាត់ប៉ុណ្ណឹងបានហើយតែប៉ុណ្ណឹងចេះហើយណារៀនតែប៉ុណ្ណឹងយល់តែប៉ុណ្ណឹងចេះហ្មងបន្ទាប់មកនៅខាងក្រោមនេះលែងនិយាយតាក់ទងនឹងប្រយោគនឹងហើយណានេះអូខេនៅកន្លែងនេះវាតោះលោកគ្រូបញ្យល់បន្ថែមអ្វីដែលលោកគ្រូកំពុងនិយាយខាងលើវាជាអីវាជាប្រយោគប្រយោគស្របទាំងអស់គ្នាណាវាជាប្រយោគស្របឥឡូវលោកគ្រូដល់ប្រយោគបដិសេធឬក៏ប្រយោគសំណួរលោកគ្រូដាក់ថា negative យ៉ា sorry negative នេះប្រយោគបដិសេធយើងធ្វើម៉េចណាប្រយោគបដិសេធអត់មានបាក់អីទេយើងយកមក subject មកនេះ subject ចឹងមកបូកអីគេ subject បូក b យើងមានអីខ្លះណាបូក b មាន am ដោយសារ present ណាតែ present យើងប្រើ am ហើយប្រើមាន am ហើយក៏មាន is អូខេហើយក៏មានអាហ្នឹង present តបពីហ្នឹងមកយើងទាំង3ហ្នឹងយើងបូកថែមនឹងពាក្យមួយទៀតគឺ not ណា not ហើយបូកនឹងអីទៀតបូកនឹង verb ដដែលដូចលើហ្នឹងបូកមកហើយថែម i អីគេ ing ថែម ing បូកអីបូក object ឬក៏អីគេ complement ទៅ yes sorry នេះ complement ទៅណាតែប៉ុណ្ណឹងចេះហើយមានអីឲ្យតែយើងយល់កាយតែយើងមិនយល់តែមានអីពិបាកយល់ទេលោកគ្រូបញ្យល់ល្អិតមែនតើណាបើកមើលពី3ដងទៅចេះហ្មង present continue អ្នកខ្លះរៀនមកជីវិតអត់ដឹងថា present continue នឹងស្អីគេណាអត់ដឹងថា present continue នឹងស្អីតែប៉ិតវាងាយសោះហ្នឹងណាវាងាយទេឥឡូវខ្ញុំឧទាហរណ៍យក I អីកាលណា I វា I am ហើយលោកគ្រូបញ្យល់ឲ្យដាក់ not ទៅនេះ I am not អញ្ចឹងទៅហើយ I am not អីគេ I am not ដាក់មកកិរិយាសព្ទនេះកិរិយាសព្ទឲ្យថែមing នេះ I am not working here ដាក់ here មក here ជា complement ព្រោះវាមិនមែនជានាមទេអានឹងជាគុណនាមកន្លែងណាគុណកិរិយាកន្លែងI am not here working here ខ្ញុំមិនកំពុងតែធ្វើការនៅទីនេះទេយើងនិយាយសាមញ្ញឆាប់យល់ខ្ញុំមិនធ្វើការនៅទីហ្នឹងទេនៅកន្លែងហ្នឹងទេអញ្ចឹងណាហ្នឹងហើយដល់ពេល C ណា C យើងធ្វើម៉េច C is ទៅអូខេ C is ហើយបើយើងចង់ short form វា short បានតើនេះយើងដាក់ short ទៅពេលហ្នឹងយើងអានថា C isn't
ấy cái play 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 ấy play game đấy on phone chân từ đấy on phone chân từ một tia ho chẳng phải nắng ban bạch chạy ví dụ ấy cho bao ví dụ ấy tiền cái bên cứ ví dụ question này đấy ví dụ sum nua bà chỉ tu tới nó không ví dụ sum nua lục ru bền ví dụ ngày môn này ai tập bịa tha cá tiếng đọc pi không phía sau đi nó ai tình gì thì dừng gì bị cá về miền ví dụ bay ví dụ shop ví dụ bạn để sai đồng ví dụ sum nua ai nữa không ví dụ sum nua về miền pi tiệt nó không đang á chấm á về miền pi tiệt thì mũi cứ ai thì mũi cái ao chung thành yes rồi có no question nè yes no question chẳng từ ok vì miền pi chẳng á hay to một tiết thì pi cứ w8 nè w8 sorry w8 hay question từ nè nè question màu chẳng ạ chẳng vì miền pi chẳng là hột ai ta nơi không bị dùng súng núa cứ vì miền pi cả làng nè vì miền ví dụ su dây sầm rạp chlau cha bát hay nâng ví dụ sầm núa sầm rạp piporania sầm núa nè chấm lái bài piporania mình thay dân chlau ở trao này về như thế á anh khai tập dụ ấy vậy lấy dân lục ru thì họ mơ mùi nè thì họ thả lấy là so student A chẳng chứ sorry student A chẳng su tham mình su thả aju máu sorry aju speaking English nè English niêm à nè niêm nước niêm đây admin thu miền Việt nơi bị mốc cứ cầm vào đây with A with him with him nó từ chia cầm bọt mình to với nha nè ok hai compliment ok sorry nè những ta nè cùng cung tay này dây only cho mùi quát tại bây giờ dây mến như sao thầm mấy yes I yes sorry yes I am nè sao chơi vinh nè bảo thân gì dương ở tế nè dương sao thầm mấy sorry nhưng còn là sự xây như các bạn này nè nhưng dương ai chơi thả no đừng máu no I em hay bạn đã nọt để bây giờ nó ngã to tì yeah nè I am not nắng phần nắng như che sử dụng sum nụ đọc bên ví dụ W8 những su từ nào thì su mới dân khơi nha cái bùng phơ nó dân su cái tới dân su thảo what you hãy to mất đủ cái sạp hay time ing what are you doing here đã here dân tới bây giờ đã có bàn cái su thà tá này anh cũng bùng phơ ấy nơi nâng nó lại nâng cũng khởi nâng chẳng á nó lại nâng cũng khởi nâng chẳng đã chẳng màu dân đọc về dùm lối dân đã thả dân anh biên slau dây slau ấy tê dân slau tê dân phun phổi dân slau tam năng từ nè ai ấy cái này slau ai ấy tại ai em ấy biên ấy bạn đây I am okay doing my work out mình thật nhóm cùng phun tại hát pran work out nè nhóm cùng phun tại hát pran ok sau đó cái đấy tệ tôn nâng present continue nè là group ban tuần vô riêng rộp vì mùa hết nâng hết ấy ban kỳ hai thà continue nâng một phết cái giờ sắp hay nâng một phết tùm rung miền structure lơ đấy kìa nâng dân ai từ xe tha về chia positive của bạn cái structure của bạn đấy nè dừng riêng Scorpio ở play tích tới ồ chết trơn nè positive nè cái thiếu question bà nhưng trẻ ở hai nó tệ tôn nâng cao nâng chùm nốt đằng to mà chỗ đó chùm nói TP nè
ណាចំណុចទី2នេះគឺជាចំណុចមួយដែលសំខាន់ដែរណាអូខេហើយចាំបាច់ដែរគឺគេនិយាយអំពីការប្រើប្រាស់មិនយើងដឹងទម្រង់វាមិនអីណាយកសំណួរមិនយកស្របមិនយកបរិសេធមិនយើងដឹងតែឥឡូវយើងមកមើលអំពីការប្រើប្រាស់របស់វាតើគេយក present continuous ហ្នឹងណា present continuous ហ្នឹងទៅប្រើបាននៅពេលណាក្នុងករណីអីបានជាគេប្រើវាបានអញ្ចឹងណាហ្នឹងហើយបានជាគេប្រើវាបានមិនមែនចេះតែនេះទេណាមានន័យថាយើងត្រូវដឹងដែរយើងត្រូវដឹងថាតើគេប្រើវាយ៉ាងម៉េចអាហ្នឹងណាយើងត្រូវយល់ថាតើ present continuous គេប្រើយ៉ាងម៉េចអញ្ចឹងលក្ខណៈនៃការប្រើគឺមាន3ចំណុចសំខាន់ទាំងអស់គ្នាកុំភ្លេចណាតែភ្លេចអាហ្នឹងគឺលែងចេះហើយតែភ្លេចអាហ្នឹងដូចអត់បានចេះ present continuous អញ្ចឹងទោះបីយើងចេះទម្រង់មែនទម្រង់យើងចេះច្រើនប្រយោគស្របយកសំណួរយកបរិសេធចេះទាំងអស់ប៉ុន្តែគេសួរថា present continuous ហ្នឹងប្រើប្រាស់នៅពេលណាដឹងដែរដឹងផងដឹងទេគ្រូបានព្រៀនផងទៅខុសគ្រូទេទៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងអត់ឆ្លើយអញ្ចឹងទេអញ្ចឹងដើម្បីយើងចេះបានយើងត្រូវយល់នេះតែ3ចំណុចហ្នឹងទេនេះចំណុចទី1ចំណុចទី2ហើយនិងចំណុចទី3តែចំណុចមួយគេប្រើយ៉ាងម៉េចអញ្ចឹងលោកគ្រូនឹងបញ្យល់ណានេះចំណុចទី1គឺ action happening right now ណា actions happening right now មានន័យថាគេចង់និយាយពីសកម្មភាពដែលកំពុងតែកើតឡើងនៅពេលឥឡូវអញ្ចឹងអ្នកទាំងអស់គ្នាកំពុងបើក YouTube លោកគ្រូមែនទេអាហ្នឹងឯង happening right now ហ្នឹងអញ្ចឹងកូនសិស្សដែលកំពុងតែបើកឬក៏បងប្អូនដែលជាមិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាដែលកំពុងតែបើកមើល channel មើលការបរៀនរបស់ខ្ញុំតាម online ហ្នឹងមានន័យថាអ្នកទាំងអស់គ្នាកំពុងតែ happening now អញ្ចឹងណាយល់យើងនៅក្នុងនេះគេឧទាហរណ៍នេះ CE eating breakfast មានថានាងកំពុងតែញ៉ាំអាហារពេលព្រឹកមានន័យថាសកម្មភាពកំពុងកើតព្រោះយើងកន្លែងទៅឃើញគាត់កំពុងអង្គុយញ៉ាំអាហ្នឹងគឺ right now ហើយអញ្ចឹងឲ្យយល់កន្លែងហ្នឹងអាហ្នឹងសំខាន់ជាងគេនៅក្នុងនិយមន័យនៃការប្រើប្រាស់របស់ present continuous អាពាក្យ happening now ហ្នឹងសំខាន់ជាងគេឲ្យតែយើងកន្លែងដាក់ភ្នែកកន្លែងឆ្វេងកន្លែងស្ដាំមើលជុំវិញខ្លួនឯងមើលឥឡូវមើលទៅឃើញអីណាឃើញអីឃើញឪពុកម្ដាយយើងឃើញយាយតាឃើញមាន់ឃើញទាឃើញឆ្កែឃើញគោឃើញក្របីឃើញស្អីក៏ដោយតែឃើញហើយសកម្មភាពដែលវាកំពុងតែកើតឡើងនោះគេហៅថា happening now អូខេយល់បានមួយទៀតទៅមួយទៀត temporary action ហ្នឹងមានន័យថាគេនិយាយពីសកម្មភាពកើតឡើងជាបណ្ដោះអាសន្នវាអត់យូរទេវាអត់អចិន្ត្រៃយ៍មួយជីវិតទេអញ្ចឹងចង់ប្រើជាអចិន្ត្រៃយ៍ពេញមួយជីវិតតើយើងប្រើនៅក្នុង present simple ដែលលោកគ្រូបរៀននៅមេរៀនទី1ណា present simple អានេះ present continuous អញ្ចឹងអានេះវាប្រើករណីសំខាន់ទី1គឺ right happen running now ណាសកម្មភាពកើតឡើងនៅពេលឥឡូវចំណុចទី2គឺ temporary action សកម្មភាពកើតឡើងបណ្ដោះអាសន្នអត់នៅយូរទេបណ្ដោះអាសន្នមួយរយៈពេលអីប៉ុណ្ណឹងក៏លែងកើតមានទៀតហើយណាមួយខែពីរខែមួយថ្ងៃពីរថ្ងៃមួយម៉ោងពីរម៉ោងមួយសប្តាហ៍ពីរសប្តាហ៍មួយឆ្នាំពីរឆ្នាំយល់ឲ្យទៅជាលក្ខណៈបណ្ដោះអាសន្នណាអញ្ចឹងយើងមើល they are staying with us this week ឃើញទេអញ្ចឹងនៅក្នុងសប្តាហ៍នេះពួកគេមកស្នាក់នៅកំពុងតែស្នាក់នៅជាមួយពួកយើងអញ្ចឹងសប្តាហ៍ក្រោយទៀតគេទៅវិញហើយចាអាហ្នឹងគេហៅថាបណ្ដោះអាសន្នឥឡូវទាំងអស់គ្នាហ្នឹងទាំងអស់គ្នាកំពុងតែអីកំពុងរស់នៅឬក៏ធ្វើការឬក៏កំពុងធ្វើអីមួយដែលជាលក្ខណៈបណ្ដោះអាសន្ននេះយើងគិតមើលតើយើងកំពុងធ្វើអីដែលលក្ខណៈបណ្ដោះអាសន្នហ្នឹងនេះពួកគេកំពុងតែស្នាក់នៅជាមួយពួកយើងនៅក្នុងសប្តាហ៍នេះអញ្ចឹងសប្តាហ៍បន្ទាប់ពីសប្តាហ៍ហ្នឹងទៅគឺចាក់ចាញ់អញ្ចឹង temporary មួយទៀត future plan ណា future plan or arrangement នេះអានេះសំខាន់ណាជាទូទៅគេអត់សូវយកមកបញ្យល់ណាគេចាំវាលើជាង
chẳng biết thà present continuous ở nó nguyên men prao ban tại happening now temporary action thế cứ là hốt đó từ future plan rồi có arrangement mình này thà kê rip trong tất cả một phim nó tục ở háo á cái này nữa miền này chẳng á miền này thà dương rip trong cam phim tục ở háo sầm rạp phơi nó về là nạc cột ưu tiên ho tham mạch ưu tiên ho thà lấy từng ở cái miền bầm nón từ xa nơi thầy sai chẳng dương rip trong mình mơ lôi mơ cạ mơ nè có bộ mơ con mơ một tôi chẳng á ở tiết ở khai cái của dương từ lên sim riệp chẳng dương rip trong pan ca nó là háo đâm bay khai cái dương từ liền anh nó cái hai tham future arrangement dưới we are meeting him tomorrow nè cái tham của dương ở miền pan cá chút tới chút cho môi đường quát đơn thầy sải chẳng thầy sải cứ tới chụp quạt thấy anh nó cái chấm á cái nó cho cái chấm năm mày cái chấm năm á lấy vị thi mới tiếp tới cái chấm năm mấy bạn đăng thà đi happening right now chẳng chỉ tu tới cái prao vía đấy cho môi đường pia pia cái anh nó cái hai thà adverb of time á cái prao pia đôi chỉ pia thà nào nè sorry mở khơi nè cái prao pia vía nó dương chấm năm tiền đi làm lừa tích sần bà này dương ở prao pia nào đi tiết nào về lời đi hết á right now có pride tha lời đi này nè thì mùi tiết nó cứ at the moment nó at the moment nè chẳng chỉ tu tới cái do bay nắng mọc pride nè bởi dương vua hay dương chay hạt điện nó em na lâu na mình thấy dương chay mong cho anh ấy temporary dương ai pra điện năng đài chẳng á dương ai pra điện năng đài hay ai pra điện this week this month this year nè dương ai pra cho mùi ở năng bàn ấy cho anh ấy bàn tầm khăn anh ấy cái pra ở mạch anh ấy cứ cái pra tẹt tông năng điện đây mình toàn cao như thà về lia mình toàn cao để chia tomorrow ấy tiết nè next lấy thì ho next ấy next week về lia mà đòn nấu ấy tiết next ấy kê next month nè cái nhé ấy cho từ chẳng cả na dương scroll ni dùng này viên này cam pra tiết em bạn trẻ bạn màu của dương thì đây ông ta to luôn anh môi để con sẽ đáp là hốt đó tên đi hay lấy dul nè dul ông pi cam pra present khá là nhiều riêng du hỏi hay ấy cũng chơi hay là một chơi nè còn mơ với tàu lục cru sót hay chơi đáy này ở cha mẹ nó nè nè class riêng pram một mùi cho nào ở cha ấy thì riêng đó chơi hết dul nè cái này có print làm tích sót dul bà đại cứ nhớ dương mưa nâng nè now right now at the moment cứ chỉ tung tới bao nhiêu người lớn đi this week this month this year this time nè chẳng cứ bao nhiêu mối nâng temporary action hãy đọc về tomorrow next week next year next month next season này chẳng từ nè in 2006 chẳng từ in 2026 chẳng tới chẳng anh nó rương với toàn cát nó tham cao nâng từ nè ok chạy bạn ở đây khăn thêm sọc một vĩnh đi ở bọc nắng tư trên thì dùng lấy xong ra prá present simple đọc bay prá present simple bán từ dương do đang từ prá ai khăn lớn đi cứ chỉ tùm rung nè tùm rung rụp của môn khi dương chạy ở hái châu mà đó trong nói bị xe ní cứ chia state verb nè state verb cũng ổn nè đang dương hai thằng state verb nó kịp cứ cái trong giấy từ lứa cây sắp đá mình bằng hai scam một hiệp chứ cây giờ sắp để tông nó plơ rom plơ chất nó thằng nông hay cây nhà sắp nó cứ dừng mưa khơi scam hiệp tè nó theo state verb vậy ok hay nó không present nè nó không present continuous nó cứ cái ở pra mùi state verb tè chấm á cái ở pra mùi state verb tè để na pra không mong hay state verb nơi na nè lúc cũng đã mong cái đó nè state verb à nè here is a list of state verb chúng đã mong hỏi cô ấy cam biết con sao không lại năng sủng khăn nè
ហើយខុសនឹងកន្លែងហ្នឹងណា state verb នេះអញ្ចឹង state verb I feel happy ឃើញទេខ្ញុំមានអារម្មណ៍សប្បាយចិត្តយើងមិនមែនខ្ញុំកំពុងមានអារម្មណ៍ទេគេប្រើអញ្ចឹងទេឥឡូវលោកគ្រូនិយាយពីលើបន្តិច state verb describe situation describe តែថាពណ៌នាអញ្ចឹង state verb ហ្នឹងគេប្រើក្នុងការពណ៌នាអំពីស្ថានភាព condition អំពីលក្ខខណ្ឌ not an action វាណាវាប្រាប់ថាវាមិនមែនជាសកម្មភាពអីទេណាវាអត់មែនជាសកម្មភាពទេគឺ common ហ្នឹងសាមញ្ញឬក៏ធម្មតា common state verb include រួមមានដូចជាពាក្យអីគេពាក្យ feel ពាក្យ know ពាក្យ believe ហើយពាក្យ want អាហ្នឹងហៅ state verb ទាំងអស់នេះគេ highlight ដិតហ្នឹងណានេះយើងមើលទៅអក្សរវាដិតច្បាស់ហ្នឹងគឺជា state verb ដែលគេអត់ប្រើនៅក្នុង present continuous តែគេប្រើនៅណាប្រើក្នុង present simple ឃើញក៏មើលឃើញនេះថែម s គ្រូចំណាំណាកិរិយាសព្ទទាំងឡាយណាដែលប្រើជាមួយបរិបទទី3ឯកវចនអាចថែម s ដឹង present simple បាត់ I want a sandwich នេះអូខេចំណុចត្រង់ហ្នឹងចំណុច state verb ហ្នឹងគឺវាពាក់ព័ន្ធមកកន្លែងនេះណាទាំងអស់គ្នាវាកន្លែងនេះបាទគឺវាតាក់ទងនៅកន្លែងនេះ state verb គឺពាក្យទាំងអស់មាន35ពាក្យដែលយើងអត់ប្រើនៅក្នុង present continuous អីហ្នឹងទេណា35ពាក្យទី1 know ចេះដឹងស្គាល់ love ស្រឡាញ់ believe ជឿ understand យល់ want ចង់ need to like ចូលចិត្ត prefer អានថា prefer ចូលចិត្តជាង hate ស្អប់ own ជំពាក់ជាកម្មសិទ្ធិ sorry own ហ្នឹងជារបស់ belong to ក៏ប្រែថាជារបស់ seem ហាក់បីដូចជា content មាន realize ចេះដឹងណា realize ដឹង remember ចងចាំឬក៏ចាំ forget ភ្លេច hear ស្ដាប់ឮឬក៏ឮ see ឃើញ taste មានរសជាតិឬក៏មានឲ្យជារសយើងញ៉ាំទៅមានរសជាតិឆ្ងាញ់អញ្ចឹងណាឧទាហរណ៍យើងញ៉ាំស្វាយអញ្ចឹងចេញមាត់ទឹកមាត់ជ្រូចមកអាហ្នឹងរសជាតិណាគេអ្វីជូរយើងនិយាយមកគឺអ្នកដែលចូលចិត្តគឺលេបទឹកមាត់ក្អឹកមកជាពិសេសអ្នកកំពុងមើលហ្នឹងអែមណាស់លេបទឹកមាត់ក្អឹកហ្នឹងណាបន្តទៀតគឺពាក្យ appear ណាហាក់បីដូចជា Mr. was mean កន្លែងហ្នឹងមានន័យថាម៉េចមានន័យថាយើងបកប្រែថាមានន័យថាអញ្ចឹងពាក្យមានន័យថាហ្នឹងមិនមែនថែម ing បានទេ sing ណា sing ហ្នឹងគឺគិតហើយគេប្រាប់នេះខ្ញុំដាក់ពណ៌ក្រហមហ្នឹងគេប្រាប់ថា when mean believe មានន័យថាពាក្យ sing ហ្នឹងនៅពេលដែលវាមានអត្ថន័យថាជឿណាជឿ I think that you will pass your exam ណាខ្ញុំជឿថាអញ្ចឹង I think that ខ្ញុំជឿថា I think that you will pass your exam ខ្ញុំជឿថាអ្នកនឹងប្រឡងជាប់ការប្រឡងរបស់អ្នកអញ្ចឹងណា Seem នេះហាក់បីដូចជា agree យល់ព្រម disagree មិនយល់ព្រម recognize ស្គាល់ imagine ណាស្រមើស្រមៃ belong to ជារបស់ exist មាន weight ឡើងទម្ងន់ cost តម្លៃ wish ប្រាថ្នា deserve សមទទួលបានអូខេណាអញ្ចឹងពាក្យទាំងអស់ហ្នឹងគេអត់ដែលយកទៅប្រើនៅក្នុង continuous ទេចាំហើយកត់ពាក្យនឹងផងទាំងអស់គ្នាកត់ពាក្យនឹងចូលសភៅផងណានេះពាក្យប៉ុណ្្នឹងណាចាប់ពីលេខ1មកចាប់ពីលេខ1រហូតមកទៅណារហូតដល់លេខ35ហើយសួរថាចុះថ្នាក់ពាក្យលោកគ្រូថ្នាក់ពាក្យកិរិយាសព្ទទាំងអស់ព្រោះយើងរៀន present continuous អញ្ចឹងគេផ្ដោតលើកិរិយាសព្ទអញ្ចឹងវាកិរិយាសព្ទទាំងអស់អូខេយល់ហ្នឹងតមួយទៀតនេះណាគេដាក់ថា why state verb unused in present continuous នេះគេប្រាប់ state verb describe things don't change often not action អញ្ចឹងវាមិនបង្ហាញសកម្មភាពទេអូខេលោកគ្រូមិនបាច់អានច្រើនទេអានេះគ្រូយល់ I know the answer ខ្ញុំ
đăng chùm lào rồi có chết chùm lào nè I know it now vì chỉ ấy vì chỉ state verb of knowing tại kiện oi prá I am knowing the answer thì nè state verb bà hay khang cao ní cái đã thà some state verb can be used in continuous chẳng vì miên cả này lược lên miên cả này lược lên nhang mách nè some state verb can be used in present continuous but their meaning change nhé anh ta này bảo viết là bắt đầu to describe action chẳng việc pra nông khăn new men còn tại anh ta này bảo viết cứ vì miền đấy bằng hai bí cam hiệp chẳng lục ru visual với nhá some state verb nè some state verb ai pra ban nông khăn thì nhủ nông cả này ná cái sạp lú bằng hai bí cam hiệp chẳng state verb pra ban nông khăn thì nhủ lúc ra tại cái sạp bằng hai cam hiệp ok tập phần nắng trẻ ưu tiên họ hay prai thà miền chẳng hay nắng á bị hay nắng á nhưng bộ prai thà miền mình chẳng tao ngọt nía ưu tiên họ mất ai hát ở nhu phone ưu tiên họ chẳng á ai hát ở nhu phone nhóm miền tu sập mấy một trường chẳng bậc cả na dương do hai món đã prai thà miền nè hay hơn tại bộ prai thà miền đó á chẳng ảnh nắng cứ cái prai khăn thì nhiều thế nếu thì họ ai hay ở kha nè chẳng cái đặc biệt là possession nó prai thà chỉ cầm một set cả na hay prai nông này các bằng hai vì cầm một set là nào mình nhé cứ cái prai ing tề vấn tay tôi mà vinh nè cái action à I am having lunch nhóm bị hay nó lên prai thà miền đấy nó chấm á cứ miền đây là eating nhỉ chẳng hay miền anh ta này tràn bờ cana việc bằng hai bị bịa thà bỏ prai thà miến cứ prai chỉ là cana bằng hai bị cầm sật cana bảo việc prai bằng hai bị cầm một hiếp cứ cái đại anh ba này lại nó còn cho là con sa tràn cho là anh đang miền ca long tranh thân ạ nên mà hạp xe lái hay long pru long ấy đá chẳng phụ dương về mơ hỏi cho năm lại một tục mỗi tiết present này khi đã summarize sòng hẹp ná summarize nóคือsòng hẹp summarize summary nóยังอ่านថា summary ណា present continuous គឺស្មើនឹង action verb action គឺ something happening now I am talking ខ្ញុំកំពុងតែជជែក state verb not used in present continuous ចឹងមានន័យថាវាអត់ឲ្យប្រើក្នុង continuous ទេពីព្រោះវាបង្ហាញពីផ្លូវចិត្តនេះ state ផ្លូវចិត្តហើយអត់មានសកម្មភាពទេគ្មាននរណាមើលឃើញទេគេស័ព្ទហ្នឹងអញ្ចឹងគេអត់ប្រើទេនេះគេដាក់ not គេអត់ប្រើដាក់ no វិញអញ្ចឹងទេគេប្រើថា I know the answer អញ្ចឹងណាបាទមួយទៀត I hope this help clarify things អញ្ចឹងអាកន្លែងនេះជាចំណុចដែលគេសង្កត់ធ្ងន់ឲ្យខ្ញុំទេណាអញ្ចឹងខ្ញុំអាចលុបវាបានបាទណានេះគេដាក់ថា here are some exercise for you practice present continuous tense especially focus on action verb and state verb អញ្ចឹងគេឲ្យយើងធ្វើកិច្ចសព្ទដោតទៅលើកិច្ចសព្ទដែលបង្ហាញសកម្មភាព state verb ណា action verb ហើយនិង state verb កិច្ចសព្ទដែលមិនបង្ហាញសកម្មភាពធ្វើលំហាត់ខាងក្រោមហ្នឹងនេះធ្វើលំហាត់ហ្នឹងមកនេះគេយើងធ្វើឲ្យអស់ហ្នឹងហើយហើយបន្ទាប់មកសរសេរចម្លើយរបស់អ្នកដាក់នៅក្នុង comment តែដាក់ក្នុងกระดาษឲ្យ comment មកក៏បានដែរនេះអានេះតោះលោកគ្រូបញ្យល់ថាគេត្រូវធ្វើម៉េចអាលំហាត់ទី1នេះគេឲ្យយើងជ្រើសរើសទម្រង់ត្រឹមត្រូវជា present continuous ឬក៏ present simple នេះអាទម្រង់ត្រឹមត្រូវក្នុងវងខ្យល់នេះកិច្ចសព្ទក្នុងវងខ្យល់យើងយកពេញមកណាដល់ពេលនេះ correct mistake មានន័យថាយើងមើលប្រយោគទាំង5ហ្នឹងមើលទាំង5ទាំង6នេះយើងមើលតើប្រយោគណាដែលវាខុសយើងកែណាអត់ខុសទេយើងទុកអញ្ចឹងបានគេឲ្យយើង correct the mistake ដល់ពេលលេខ3 fill in the blank with the correct verb អញ្ចឹងនេះអា blank ហ្នឹងគឺអាកន្លែងគេដាក់បន្ទាត់ឆូតនេះអញ្ចឹងយើងយកអាកិច្ចសព្ទនៅក្នុងវងចប់មកបំពេញមកណា
ហើយចំណែកលំហាត់ទី4 state or action verb គេសួរថាតើវាជា action verb ឬក៏វាជា state verb នេះដូចជាពាក្យ she know how to play the piano she is writing a letter to his friend យើងមើលឲ្យយើងយកមកគិតថាតើពាក្យទាំងអស់ហ្នឹងនេះដែលគេឲ្យយើងហ្នឹងវាជា state verb ឬក៏វាជា action verb ណាកិច្ចសព្ទគ្មានសកម្មភាពឬកិច្ចសព្ទមានកម្មភាពហើយចំណុចទី5 create sentence មានថាតែងប្រយោគណាយកពាក្យនេះទៅតែងជាប្រយោគអូខេអញ្ចឹងមេរៀនរបស់លោកគ្រូណាតកតងទៅនឹង present continuous គឺត្រូវបានបញ្ចប់អញ្ចឹងទាំងអស់គ្នាខំព្យាយាមខំមើលណាខំតាមដានពីព្រោះលោកគ្រូមិនបានបង្រៀននៅលើក្តារខៀនជាក់ស្ដែងទេតកតងនឹងវិជ្ជាករកាលរបស់ភាសាអង់គ្លេសនេះលោកគ្រូបរៀននៅលើអនឡាញនឹងតែម្ដងដាក់មេរៀនឲ្យកូនសិស្សមើលហ្មងអញ្ចឹងកូនសិស្សមើលទៅចេះមើលឲ្យមើលទៀតពួកអីខ្ញុំឆ្លងកាត់បទពិសោធន៍បរៀន grammar យូរឆ្នាំអញ្ចឹងបរៀនដដែលកូនសិស្សអត់ចេះសោះអញ្ចឹងព្យាយាមនឹករកវិធីណាយ៉ាងណាដើម្បីធ្វើឲ្យកូនសិស្សនឹងមើលបានម្ដងហើយម្ដងទៀតអញ្ចឹងដាក់នៅក្នុង YouTube នេះតែម្ដងទៅអញ្ចឹងទាំងអស់គ្នាមើលណាអញ្ចឹងជូនពរទាំងអស់គ្នាខំប្រឹងរៀនហើយប្រឡងឲ្យបានជាប់អូខេ Goodbye